នៅពេលដែលព្រះយេស៊ូវគ្រីស្ទទ្រង់ត្រូវបានព្យួរនៅលើឈើឆ្កាងហើយព្រះអង្គទ្រង់បានស្រែកយ៉ាងខ្លាំងថាអ៊ីឡយអ៊ីឡយឡាម៉ាសាបាច់ថានីតើពាក្យនេះមានន័យដូចម្ដេចហេតុអ្វីបានជាសំខាន់សូមតាមដានទាំងអស់គ្នាសូមជម្រាបសួរដល់អស់លោកអ្នកបងប្អូននៅក្នុងព្រះគុណរបស់ផងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទខ្ញុំបាទឈ្មោះធឿនជានជាគ្រូកងវិលបម្រើព្រះអង្គនៅក្នុងប្រទេសកម្ពុជា Channel YouTube នេះនៅទីនេះដើម្បីជួយគ្រិស្តបរិស័ទខ្មែរដើម្បីរកចម្លើយនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គដើម្បីនឹងជ្រាបពីអ្វីដែលគ្រិស្តបរិស័ទធ្វើផងដែរនៅថ្ងៃនេះយើងនឹងមើលទៅលើពាក្យមួយដែលព្រះយេស៊ូវព្រះអង្គកំពុងតែត្រូវគេបានព្យួរនៅលើឈើឆ្កាងហើយព្រះអង្គបានស្រែកថាអ៊ីឡយអ៊ីឡយឡាម៉ាសាបាច់ថានីតើពាក្យនេះមានន័យដូចម្ដេចហេតុអ្វីបានជាវាសំខាន់ម្ល៉េះនៅក្នុងព្រះគម្ពីរដំណឹងល្អបាននិយាយអំពីពាក្យខ្លះទៀតទាក់ទងទៅនឹងការដែលមុនដែលព្រះយេស៊ូវព្រះអង្គទ្រង់សោយទីវង្គតប៉ុន្តែនៅក្នុងព្រះគម្ពីរម៉ាកុសបានលើកពាក្យមួយមកសរសេរគឺនៅក្នុងព្រះគម្ពីរម៉ាកុសចំពុក15ខ34បានមានព្រះបន្ទូលយ៉ាងដូចនេះថាលុះវេលាមក3នោះព្រះយេស៊ូវទ្រង់បានធ្វើឧទានជាខ្លាំងថាអ៊ីឡយអ៊ីឡយឡាម៉ាសាបាច់ថានីគឺស្រែកថាព្រះអង្គនៃទូលបង្គំអើយព្រះអង្គនៃទូលបង្គំអើយហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំពាក្យអ៊ីឡយគឺជាពាក្យជាភាសាហេប្រឺដែលយើងឃើញថាអ្វីដែលមាននៅក្នុងគម្ពីរនេះគឺប្រាប់យើងចំរួចទៅហើយប៉ុន្តែយើងឃើញថានៅពេលដែលព្រះយេស៊ូវព្រះអង្គបានមានបន្ទូលដូចនេះយើងឃើញនៅក្នុងអ្នកខ្លះគេច្រឡំថាពាក្យនោះគឺជាពាក្យដែលព្រះយេស៊ូវកំពុងតែហៅលោកអេលីយ៉ាឲ្យមកទៅវិញប៉ុន្តែមិនមែនមានន័យយ៉ាងដូច្នោះនោះទេពាក្យភាសានេះគឺជាមានពាក្យខ្លីគឺជាអ៊ីឡយនោះគឺក្នុងគម្ពីរម៉ាកុសបានប្រាប់យើងរួចទៅហើយមូលហេតុដែលគេច្រឡំដោយសារដែលព្រះយេស៊ូវព្រះអង្គទ្រង់ស្រេកទឹកផងទ្រង់អស់កម្លាំងផងការបញ្ចេញសម្លេងនេះបានធ្វើឲ្យគេច្រឡំថាទៅអ៊ីឡយទៅជាអេលីយ៉ាទៅវិញបើសិនជាយើងនិយាយភាសាខ្មែរមិនងាយច្រឡំនោះទេប៉ុន្តែដោយសារភាសាហេប្រឺវាស្រដៀងគ្នាណាមួយព្រះយេស៊ូវផងអស់កម្លាំងផងដូច្នេះបានជាធ្វើឲ្យគេច្រឡំថាពាក្យអ៊ីឡយទៅជាអេលីយ៉ាទៅវិញអរលោកអ្នកបងប្អូនហេតុអ្វីបានជាព្រះយេស៊ូវព្រះអង្គបានមានបន្ទូលដូច្នោះគឺព្រះអង្គទ្រង់បានដកស្រង់ចេញពីព្រះគម្ពីរទំនុកដំកើងចំពុក22នៅឃ្លាទី1គឺមានបន្ទូលថាព្រះអង្គនៃទូលបង្គំព្រះអង្គនៃទូលបង្គំអើយហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំកន្លែងនេះគឺទ្រង់បានដកស្រង់ពីក្នុងព្រះគម្ពីរសញ្ញាចាស់ហេតុអ្វីបានជាមានការនេះកើតឡើងព្រះអង្គចង់បញ្ជាក់ថាទំនាយបានទាយពីព្រះអង្គរាប់ពាន់ឆ្នាំហើយបានសម្រេចនៅលើអង្គទ្រង់ចង់ឲ្យអ្នកដែលនៅជុំវិញនោះដឹងថាបានសម្រេចហើយប៉ុន្តែយើងឃើញថាអ្វីដែលបានទាយនោះគឺមិនមែនតែមួយនោះទេគឺស្ដេចដាវីតបានសរសេរជាច្រើនដូចជាការដែលគេបានចាក់ទម្លុះដៃជើងទូលបង្គំគឺចំអង្គព្រះយេស៊ូវដែរចំពោះការដែលទាហានរ៉ូមបានបោះដេកគោលចំដៃនឹងជើងរបស់ផងព្រះយេស៊ូវហើយបើសិនជាយើងអាននៅក្នុងពីទំនុកដំកើងទៀតយើងនឹងឃើញអំពីអ្វីដែលពួកគេបានចាប់ឆ្នោតដូចជាអ្វីដែលក្នុងព្រះគម្ពីរទំនុកដំកើងបានសរសេរដែរថាទូលបង្គំគេបានចាប់ឆ្នោតចែកគ្នានេះគឺជាអ្វីដែលពួកទាហានរ៉ូមបានធ្វើចំពោះអង្គព្រះយេស៊ូវព្រះអង្គផងដែរដូច្នេះបើសិនជាយើងមើលគម្ពីរក្នុងអង្គការនេះយើងនឹងឃើញរឿងជាច្រើនទៀតដែលបានទាយចំលើអង្គព្រះយេស៊ូវនោះតែម្ដងអរលោកអ្នកបងប្អូននៅពេលដែលយើងឃើញអំពីអ្វីដែលបានកើតឡើងនៅក្នុងជីវិតរបស់ផងព្រះយេស៊ូវហើយកត់សម្គាល់អំពីអ្វីដែលបានស្ដេចដាវីតបានសរសេរនៅពាក្យកណ្ដាលនៃព្រះគម្ពីរទំនុកដំកើងទី1គឺយើងឃើញថាគឺពោពេញទៅដោយការលំបាកការសោកសៅជាច្រើនដែលបានកើតឡើងប៉ុន្តែបើសិនជាយើងអាននៅក្នុងព្រះគម្ពីរទំនុកដំកើងចាប់ពីពាក្យកណ្ដាលនោះទៅគឺយើងឃើញថាការដែលបានល្អប្រសើរគឺជាការដែលរុងរឿងគឺបានកើតឡើងដូច្នេះហើយជីវិតរបស់ផងអង្គព្រះយេស៊ូវគ្រីស្ទគឺជួបការលំបាកជួបការដែលថប់បារម្ភជួបការហត់ជួបការឈឺចាប់ចឹងយើងឃើញថាអ្វីដែលបានឈឺចាប់នេះវាមិននៅជាមួយនឹងព្រះអង្គរហូតទេសុគតមែនប៉ុន្តែទ្រង់បានរស់ឡើងវិញហើយអ្វីដែលយើងទាំងអស់គ្នាបានឆ្លុះបញ្ចាំងជីវិតរបស់យើងគឺយើងក៏ដូចគ្នាផងដែរនៅពេលដែលយើងជាគ្រិស្តបរិស័ទជួបទុក្ខលំបាកយើងអាចមើលទៅអង្គព្រះយេស៊ូវផងដែរថាទ្រង់មានជ័យជំនះទ្រង់នឹងជួយយើងឲ្យមានជ័យជំនះហើយទុក្ខលំបាកមិនមាននៅក្នុងយើងរហូតនោះទេហើយប្រវត្តិមានរបស់ព្រះអង្គនឹងជួយយើងឲ្យរួចអំពីសេចក្តីទុក្ខលំបាកការសោកសៅនោះផងដែរ
ខ្ញុំសង្ឃឹមថាលោកអ្នកបងប្អូននឹងយល់អំពីអត្ថន័យនៃពាក្យ Eloi Eloi Lama Sabachthani នេះដែលហេតុអ្វីបានជាមានបន្ទូលដូចនេះហើយហេតុអ្វីបានជាសំខាន់ហើយបើសិនជាលោកអ្នកបងប្អូនមានចំណាប់អារម្មណ៍ឬក៏សំណួរផ្សេងទៀតដែលទាក់ទងនឹងសេចក្តីជំនឿគ្រិស្តបរិស័ទនិងសេចក្តីផ្សេងទៀតនៅក្នុងព្រះបន្ទូលរបស់ផងព្រះអង្គសូមសួរយើងនៅក្នុង comment ខាងក្រោមដើម្បីយើងបានធ្វើវីដេអូឆ្លើយតបនៅថ្ងៃខាងមុខផងដែរសូមព្រះដ៏ជាព្រះបានប្រទានពរសូមអរគុណនិងសូមជម្រាបលា